តម្លៃមាសនៅកម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រហក់ឡើងលើសពី$6,000នៅក្នុងមួយតម្លឹងខណៈដែលទីផ្សារពិភពលោកបន្តកើនឡើងកម្ដៅខ្លាំងទីផ្សារមាសនៅក្នុងប្រទេសកម្ពុជាកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ស្រទាប់វិនិយោគិននិងសាធារណជននៅដើមឆ្នាំ2026នេះតម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដោយបំបែកកំណត់ត្រាចាស់ៗទាំងអស់គណៈដែលអ្នកជំនាញព្យាករណ៍ថានិន្នាការនេះនឹងនៅតែបន្តឈានទៅរកចំណុចខ្ពស់ថ្មីៗបន្ថែមទៀតយោងតាមការចុះផ្សាយរបស់អាជីវករនិងហាងគ្រឿងអលង្ការធំៗនៅក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី29ខែមករាឆ្នាំ2026នេះហាងឆេងមាសបានហក់ឡើងដល់កម្រិតមាសនៅក្នុងស្រុកគឺមានតម្លៃប្រមាណ$6,555អាមេរិកនៅក្នុងមួយតម្លឹងមាសនៅទីផ្សារអន្តរជាតិគឺមានការកើនឡើងដល់ជាង$5,440អាមេរិកនៅក្នុងមួយអោនកត្តាជំរុញឲ្យតម្លៃមាសហក់ឡើងដល់ចំណុចកំពូលការកើនឡើងថ្លៃយ៉ាងគំហុកនៃលោហៈធាតុមានតម្លៃនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចសង្កេតឃើញថាបណ្ដាលមកពីកត្តាសំខាន់ចំនួន3មួយឥទ្ធិពលទីផ្សារសកលនិងអតិផរណាការប្រែប្រួលនៃសេដ្ឋកិច្ចសកលរួមជាមួយនឹងអត្រាអតិផរណានៅតាមបណ្ដាប្រទេសមហាអំណាចបានធ្វើឲ្យមាសក្លាយទៅជាជម្រកទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតសម្រាប់អ្នកសន្សំនិងអ្នកវិនិយោគពីភាពមិនប្រកបប្រជានៃគោលនយោបាយរូបិយវត្ថុទីផ្សារហិរញ្ញវត្ថុកំពុងតាមដានយ៉ាងដិតដល់នៅទិសដៅរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលបានសម្រេចផ្អាកការកាត់បន្ថយអត្រាការប្រាក់ជាផ្លូវការចាប់តាំងពីពាក់កណ្ដាលឆ្នាំ2025មកកត្តានេះរួមផ្សំជាមួយនឹងការចុះខ្សោយនៃតម្លៃប្រាក់ដុល្លារបានជំរុញឲ្យតម្រូវការមាសកាន់តែអំណោយផល3វប្បធម៌តម្រូវការនៅក្នុងស្រុកជាទម្លាប់នៅដើមឆ្នាំប្រជាពលរដ្ឋកម្ពុជាតែងតែមានតម្រូវការទិញមាសខ្ពស់សម្រាប់ទុកជាទ្រព្យសន្សំនិងសម្រាប់ប្រើប្រាស់នៅក្នុងពិធីមង្គលការផ្សេងៗដែលជាចំណែកមួយជួយរុញតម្លៃឲ្យកាន់តែខ្ពស់ទស្សនវិស័យនិងដំបូន្មានសម្រាប់អ្នកវិនិយោគទោះបីជាតម្លៃមាសនាពេលនេះស្ថិតនៅក្នុងកម្រិតខ្ពស់គួរឲ្យភ្ញាក់ផ្អើលក៏ដោយប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅតែមើលឃើញថាមាសគឺជាប្រភេទទ្រព្យសម្បត្តិដែលមានសក្តានុពលខ្លាំងសម្រាប់វិនិយោគរយៈពេលវែងប្រសិនបើភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនៅតែបន្តតម្លៃមាសអាចនឹងរក្សាទិសដៅឡើងថ្លៃបន្តទៀតពេញមួយឆ្នាំ2026នេះទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានផ្ដល់នូវអនុសាសន៍ដល់អ្នកដែលចង់វិនិយោគត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយគួរតែតាមដានព័ត៌មានសេដ្ឋកិច្ចឲ្យបានហ្មត់ចត់និងប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញឲ្យបានច្បាស់លាស់ដើម្បីយល់ដឹងអំពីបច្ចេកទេសនៃការទិញលក់ឲ្យចំពេលវេលាដែលផ្ដល់នូវផលចំណេញខ្ពស់បំផុតគិតត្រឹមថ្ងៃទី29ខែមករាឆ្នាំ2026នេះសញ្ញានៃការប្រកួតប្រជែងនៅក្នុងទីផ្សារហិរញ្ញវត្ថុទ្រព្យសម្បត្តិមានតម្លៃកាន់តែមានភាពស្រួយស្រាបដែលជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំថ្មីនេះ